ចាជំរាបសួរពុកម៉ែបងប្អូនហ្នឹងហើយវីដេអូមកមួយคลิปនេះគឺបង្ហាញពីចំការរបស់នាងខ្ញុំណាចាហ្នឹងហើយនាងខ្ញុំបានដាំដូងនិយាយទៅនាងខ្ញុំជ្រើសរើសដំណាំដូងដោយសារតែខាងក្រុមគ្រួសារនាងខ្ញុំហ្នឹងគឺគាត់ចូលចិត្តដំណាំដូងអញ្ចឹងណាហើយអញ្ចឹងទៅគាត់បានតប្រព័ន្ធទឹកដើម្បីដាក់ដូងនិយាយទៅដំណាំទាំងអស់បើគ្មានប្រព័ន្ធទឹកទេគឺมันអាចហុចផលឲ្យយើងបានទេចាបងប្អូនហើយដីនាងខ្ញុំធំអញ្ចឹងណាមកចំហៀងដាក់ដូងមកចំហៀងដាក់ចន្ទទីអញ្ចឹងដូចបងប្អូនឃើញក្នុងរូបអញ្ចឹងណាដាក់ប្រព័ន្ធទឹកយឺតទឹកបូមខ្លាំងណាស់បងប្អូនអើយមើលទឹកព្រិចគូឲ្យស្រឡាញ់នៅពេលដែលនាងខ្ញុំនៅផ្ទះធ្វើការហត់អីចឹងណានាងខ្ញុំទៅគេងចង់រឹងមើលទឹកបូមដាក់ដំណាំអញ្ចឹងណាសបាយចិត្តស្រស់ស្រាយពេលឆ្លងឆ្នាំនាងខ្ញុំអត់បានដើរលេងទេនាងខ្ញុំគឺទៅចំការតែម្ដងគឺទៅមើលដំណាំបូមទឹកបូមអីចឹងណាបងប្អូនហើយចំការនាងខ្ញុំហ្នឹងគឺថាមានដូងមានចន្ទីមានធូរ៉េនមានសាម៉ៅមានមខុនមានអីចឹងនិយាយទៅគ្រប់មុខក៏បដ ாய் នាងខ្ញុំដាំហ្នឹងគឺវាមិនតាន់បានផលទេប៉ុន្តែវាដឹងថាសង្ឃឹមចឹងណាបងប្អូនគឺវាសង្ឃឹមតែម្ដងចាដោយសារតែនាងខ្ញុំមានប្រព័ន្ធទឹកអញ្ចឹងនាងខ្ញុំសង្ឃឹមថាវានឹងហុចផលឲ្យនាងខ្ញុំវិញដែរចាហើយនេះមកថតនេះគឺធ្វើមុខធ្វើមាត់បន្តិចហើយដោយសារសប្បាយចិត្តដល់បងប្អូនគេគ្រប់គ្នាគេឆ្លងឆ្នាំគេទៅសប្បាយទៅបោះតង់បោះអីនៅតាមរមណីយដ្ឋានផ្សេងៗតែសម្រាប់នាងខ្ញុំគឺអត់ទេជាមួយកូនពៅនេះគឺកូនពៅនេះចេះទៀតចេះរៀបចំជួយដាក់តយោពុកអីចឹងទៅតាលោកតាហ្នឹងឯងត្រូវជាតាអញ្ចឹងណាត្រូវជាឪពុករបស់នាងខ្ញុំបានជួយតតយោនិយាយទៅបន្តទៅទៀតហើយបងប្អូនបន្តទៅទៀតហើយដោយសារតែទឹកខ្លាំងមែនទឹកបោកខ្លាំងអញ្ចឹងចង់បន្តមានកម្រងទៅដាក់នៅតាមដើមចន្ទីដើម្បីជួយឲ្យចន្ទីបានផ្លែអញ្ចឹងណាប៉ុន្តែគ្រាន់ថាធ្វើបន្តិចហ៎បងប្អូនព្រោះអីក្រុមគ្រួសារនាងខ្ញុំគឺថាជ្រើសយកអាតយោខ្មៅនេះស្វិតល្អណាស់អត់ផុយហើយក៏អត់និយាយទៅគឺអត់មានបញ្ហាអីចឹងណាតម្លៃវាថ្លៃនិយាយទៅបោះថៃគឺយកអាសយោជ័រស្វិតលេខ1តែម្ដងយកមកប្រើប្រាស់និយាយទៅមកពីជីវិតអីបងប្អូនមិនទៅណាផងសយោនេះនិយាយមែននេះខ្ញុំចំណាយអស់ប្រាក់ជាច្រើនដែលមិនដឹកស្មានចឹងដើម្បីចំប្រព័ន្ធហើយជ្រើសរើសយកប្រភេទតយោហ្នឹងគឺប្រើពណ៌ខ្មៅជ័រស្វិតល្អណាស់ជ័រលេខ1តែម្ដងយកដាក់ដើមចន្ទីហើយកូនពៅនេះខ្ញុំមិនចេះណាគឺចេះជួយធ្វើការងារហើយមកថតបញ្ចាំងមើលទៀតហើយគឺថាទៅហ្នឹងគឺទៅថតជាមួយនឹងទឹកបាញ់ជាមួយនឹងដំណាំដូងហ្នឹងតែម្ដងបង្ហាញហើយបង្ហាញទៀតបង្ហាញហើយបង្ហាញទៀតគឺថាវាចូលចិត្តដិតអារម្មណ៍ហ្មងណាបងប្អូននិយាយមែន